បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយរឿងមួយដោយសារតាការសង្កេតឃើញម្សិលមិញហ្នឹងតាមដែលខ្ញុំមើលនៅក្នុង social media ដែលខ្មែរយើងបានប្រើប្រាស់ដូចជា Facebook TikTok Instagram ជាដើមគឺឃើញថាបងប្អូនខ្លះគាត់ជឿចាប់គាត់ធ្វើគាត់ចងចាំប៉ុន្តែបងប្អូនខ្លះគាត់មិនចងចាំហើយខ្ញុំសង្កេតមើលទៅភាគតិចណាបងប្អូនហើយជាអាចខ្ទង់ 30% អីទេអញ្ចឹងវាមិនគួរណាកើតឡើងអញ្ចឹងហើយបានថ្ងៃនេះខ្ញុំនិយាយរឿងហ្នឹងគឺចង់និយាយថាម្សិលមិញគឺជាថ្ងៃ24កក្កដាដែលជាថ្ងៃឈឺចាប់របស់ប្រទេសជាតិយើងដែលចោលសៀមវាបានឈ្លានពានទឹកដីយើងហើយគឺជាថ្ងៃដែលយើងឈឺចាប់បំផុតចំពោះខ្លួនខ្ញុំនេះខ្ញុំសឹងតែសាក់នៅលើស្បែកចងចាំផ្ដាំកូនតចៅគ្រប់ជំនាន់ថាសៀមវាបានឈ្លានពានយើងនេះគឺជាការឈឺចាប់ហើយខ្ញុំយល់អំពីបងប្អូនដែលបានឈឺចាប់ហើយបងប្អូនបានចែករំលែកនៅក្នុង Facebook ក្នុង TikTok Instagram ប៉ុន្តែខ្ញុំចង់រំលឹកដាស់តឿនដល់បងប្អូនដែលមាន Facebook មាន TikTok មាន Instagram តែម្សិលមិញបងប្អូនមិនបានធ្វើអ្នកខ្លះប្រហែលជាគាត់ភ្លេចអ្នកខ្លះប្រហែលជាគាត់គិតថាធម្មតាក៏ខ្ញុំមិនដឹងខ្ញុំចង់និយាយថាម្សិលមិញនេះយើងគួរតែរួមគ្នាយើងមាន Facebook យើងមាន Instagram យើងមាន TikTok យើងគួរតែបង្ហោះចែករំលែកពីការឈឺចាប់ទៅកាន់មិត្តភ័ក្តិ friend នៅក្នុងសង្គមនិយាយសង្គម Facebook TikTok Instagram ហ្នឹងវាមិនមែនចែករំលែកតែក្នុងប្រទេសខ្មែរយើងទេបានន័យថាវាសាយភាយទូទាំងពិភពលោកព្រោះអ្នកខ្លះមានមិត្តភ័ក្តិបរទេសជនជាតិនេះជនជាតិនោះអញ្ចឹងទៅគេបានមើលនេះគឺជាចំណុចសំខាន់មួយដែលយើងត្រូវធ្វើបងប្អូនមិនគួរណាភ្លេចទេឥឡូវនេះខ្ញុំមកនេះគឺខ្ញុំសូមអង្វរបងប្អូនយឺតមួយថ្ងៃមិនអីទេបងប្អូនចូលទៅចាប់ Facebook ហើយបងប្អូន share ចែករំលែកពីការឈឺចាប់នេះទៅកាន់ពិភពលោកហើយអ្វីដែលខ្ញុំកោតសរសើរមែនតើនោះគឺលោកស្រី Angelina Jolie ដែលគាត់គឺជាតារា Hollywood តួនៅសហរដ្ឋអាមេរិកតែគាត់បែរជារំលែកការឈឺចាប់មុនយើងទៅទៀតបើកភ្នែកឡើងខ្ញុំឃើញគាត់ផុសនៅក្នុង Instagram ខ្ញុំពិតជារំភើបចិត្តមែនតើហើយខ្ញុំបានយកសាររបស់គាត់មកចែករំលែកធ្វើវីដេអូជាភាសាខ្មែរមួយជាភាសាបរទេសមួយហើយខំ share គ្រប់ក្រុមទាំងអស់គ្រប់អ្វីដែលខ្ញុំមានគឺខ្ញុំ share ចែករំលែកអ្វីដែលខ្ញុំធ្វើបានខ្ញុំចង់និយាយថាក្នុងនាមយើងជាកូនខ្មែរយើងធ្វើបានតែប៉ុណ្្នឹងក៏យើងចាត់ទុកថាយើងជួយជាតិយើងបម្រើជាតិដែរបងប្អូនអញ្ចឹងបងប្អូនរុះរាន់ឡើងអត់ទាន់ផុតកំណត់ទេបានន័យថាថ្ងៃហ្នឹងចាប់ Facebook ចែករំលែកទៅនាយករដ្ឋមន្ត្រីយើងក៏បានចែករំលែកយើងស្រឡាញ់សារណាយើងចែករំលែកទៅក្នុងន័យការឈឺចាប់ដែលសៀមវាបានឈ្លានពានទឹកដីយើងនេះជាគោលបំណងដែលខ្ញុំចេញវីដេអូថ្ងៃនេះខ្ញុំសូមអង្វរបងប្អូនទាំងអស់គ្នាឲ្យធ្វើបានទេក្នុងនាមយើងជាកូនខ្មែរយើងសន្យានឹងខ្លួនឯងថាកុំបីបានន័យថាកុំប្រើផលិតផលគេកុំទិញទំនិញគេកុំជួយលក់ផលិតផលវានិយាយចំហ្មងគឺផលិតផលរបស់ចៅសៀមអានេះយើងត្រូវតែធ្វើឲ្យបាន3ហ្នឹងហើយ3ទៀតដែលយើងខំប្រឹងធ្វើអា3មិនយើងកុំធ្វើប៉ុន្តែ3មួយទៀតគឺយើងត្រូវធ្វើគឺបានន័យថាទី1គឺយើងខំប្រឹងផលិតផលក្នុងស្រុកខ្លួនឯងអ្នកណាគេចេះអីអ្នកណាគេបកកែអីខំប្រឹងកសាងជាតិខ្លួនឯងចំណុចទី2គឺគ្រប់គ្រងផលិតផលជាតិយើងជួយគ្រប់គ្រងគ្នាយើងជួយជ្រងគ្នាយើងចំណុចទី3បានន័យថាគឺជួយជាតិគ្រប់គ្រងលើកស្ទួយជាតិយើងដំណាក់កាលនេះបងប្អូនដែលកំពុងមើលវីដេអូខ្ញុំក្នុងនាមយើងជារាជការដែលបានរស់នៅក្នុងចំនួនយើងទាំងអស់គ្នាយើងត្រូវតែធ្វើអ្វីជូនជាតិយើងត្រូវតែធ្វើអ្វីឲ្យមានស្នាដៃកុំឲ្យក្មេងៗចំនួនក្រោយគាត់ដៀលយើងអាចាស់យើងចំនួនយើងនេះវាធ្វើអីមិនកើតជួយជាតិមិនកើតអញ្ចឹងម្នាក់ត្រូវខំប្រឹងធ្វើម៉េចជួយជាតិជួយគ្រប់គ្រងជាតិជួយលើកស្ទួយជាតិជួយអ្វីដែលធ្វើបានគ្មានប្រទេសណាគេមកជួយយើងជាងយើងខ្លួនឯងទេបងប្អូនយើងត្រូវតែសាមគ្គីគ្នាជួយជាតិយើងដំណាក់កាលនេះពិភពលោកកំពុងតែវល់ហើយអញ្ចឹងយើងត្រូវតែរួមគ្នាជាធ្លុងមួយរួមគ្នាជួយជាតិយើងគ្រប់គ្រងជាតិយើងដើម្បីប្រទេសយើងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ